លោកគ្រូអ្នកគ្រូគ្រាន់តែចុចលើសញ្ញាព្រួយនេះមកបាទសញ្ញាព្រួយនេះចុចលើកន្លែងនេះមកគេដាក់ថាផ្ញើតាម Telegram អញ្ចឹងគ្រប់ថ្នាក់របស់លោកគ្រូអ្នកគ្រូមួយអាចមានជា Telegram និងអាចជាឆាត Facebook អញ្ចឹងបើសិនជាឆាត Facebook យើងថតចម្លងតំណភ្ជាប់មកបាទរួចហើយយកទៅបិទភ្ជាប់ជាមួយនឹងឆាត Facebook ដែលជាឆាតក្រុមរបស់កូនសិស្សតែបើសិនបើយើងមានក្រុម Telegram យើងចុចតាមផ្ញើតាម Telegram មកអញ្ចឹងខ្ញុំនឹងចុចផ្ញើតាម Telegram ដើម្បីឲ្យទៅក្រុមថ្នាក់ទី3បាទអញ្ចឹងកន្លែងនេះគឺបើកលើ Telegram Desktop បាទនេះគឺសម្រាប់យើងដែលមាន Telegram ហើយបាទនេះចេញហើយបាទចេញហើយចេញខាងក្រោមអញ្ចឹងនៅក្នុងកន្លែងនេះគឺខ្ញុំត្រូវផ្ញើទៅកាន់ថ្នាក់ទី3បាទអញ្ចឹងរកថ្នាក់ទី3សិនបាទនេះថ្នាក់ទី3អញ្ចឹងខ្ញុំឃើញថ្នាក់ទី3ហើយគឺខ្ញុំផ្ញើចូលទៅក្នុងថ្នាក់ទី3បាទអញ្ចឹងបាទជំរាបសួរសិស្សានុសិស្សទាំងអស់ហើយនិងលោកគ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងកម្រិតបឋមសិក្សាជាពិសេសគឺសម្រាប់លោកអ្នកដែលនៅព្យាបាលរបស់សិស្សានុសិស្សថ្នាក់ទី3សម្រាប់កូនថ្នាក់ទី3ដែលត្រូវប្រឡងតេស្តលើថ្នាលបឋម PLP ហើយដែលក្រសួងលោកតម្រូវឲ្យត្រូវចាំបាច់ត្រូវតែប្រឡងសម្រាប់មុនឆមាសទី2នេះដើម្បីយករបាយការណ៍អញ្ចឹងមកតាមដានវីដេអូនេះទាំងអស់គ្នាដើម្បីចេះប្រឡងហើយសម្រាប់លោកគ្រូអ្នកគ្រូក៏ត្រូវតាមដានលើវីដេអូនេះដែរសម្រាប់ទៅទាញយកវិញ្ញាសាដើម្បីឲ្យកូនអាចប្រឡងបានបាទឥឡូវយើងមកតាមដានវីដេអូទាំងអស់គ្នាបាទយើងបើកលើថ្នាលបឋមយើងមកបាទនេះគឺថ្នាលបឋមថ្នាក់ទី3តែម្ដងបាទអញ្ចឹងសម្រាប់កម្រិតថ្នាក់ទី3ណាថ្នាក់ទី3អញ្ចឹងយើងចូលមកហើយយើងមកមើលនេះសម្រាប់លោកគ្រូអ្នកគ្រូបាទនេះសម្រាប់លោកគ្រូអ្នកគ្រូតែម្ដងបាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវចូលមួយឈ្មោះរបស់ខ្លួនឯងកន្លែងឈ្មោះរបស់ខ្លួនឯងនេះកន្លែងគណនីរបស់ខ្លួនឯងនេះបន្តមកទៀតលោកគ្រូអ្នកគ្រូត្រូវប្រកាសថាជាគណនីរបស់ខ្លួនហើយនៅក្នុងកន្លែងនេះបាទអញ្ចឹងយើងមកមើលកន្លែងនេះមកថាប្រកាសថាជាគណនីរបស់ខ្លួនដែរឬអត់បាទជួនកាលលោកគ្រូអ្នកគ្រូចូលទៅចំគណនីរបស់កូនឬក៏ចំគណនីរបស់កូនសិស្សដែលលោកគ្រូអ្នកគ្រូចូលឲ្យកូនសិស្សប្រឡងផ្លិចចាក់ចេញអញ្ចឹងទៅបាទអញ្ចឹងបើសិនជាយើងប្រកាសជាឈ្មោះរបស់យើងហើយឃើញឈ្មោះរបស់យើងហើយគឺយើងមកមើលក្នុងទីនេះបាទយើងមើលពីដំបូងមកគឺមានប៊ូតុងរៀនប៊ូតុងតាមដាននិងប៊ូតុងតេស្តអញ្ចឹងសូមលោកគ្រូអ្នកគ្រូចុចលើប៊ូតុងតេស្តនេះមកហើយនៅទីនេះលោកគ្រូអ្នកគ្រូចូលមកត្រង់កន្លែងនេះគឺមើលពីប្រឡងប្រចាំខែយើងមានប្រភេទតេស្តមានតេស្តតាមមេរៀនមានប្រឡងដើមឆ្នាំឬចុងឆ្នាំនិងមានប្រឡងប្រចាំខែអញ្ចឹងយើងជ្រើសរើសយកប្រឡងប្រចាំខែមកនៅទីនេះលោកគ្រូអ្នកគ្រូឃើញហើយដាក់តែកម្រិតថ្នាក់ទី3ទេដែលលោកគ្រូអ្នកគ្រូចូលមកនេះហើយលោកគ្រូអ្នកគ្រូត្រូវមើលទៅលើកម្រិតវិញ្ញាសានេះប្រឡងប្រចាំខែកក្កដាអញ្ចឹងខែកក្កដានេះគឺជាខែដែលក្រសួងលោកតម្រូវឲ្យយកលទ្ធផលប្រឡងប្រចាំខែកក្កដានេះដើម្បីដាក់ទៅរបាយការណ៍ដាក់ចូលទៅក្នុងរបាយការណ៍កិច្ចព្រមព្រៀងសមិទ្ធកម្មបាទអញ្ចឹងយើងមានតែពីរមុខទេមានភាសាខ្មែរនិងគណិតវិទ្យា
ដើម្បីយកលទ្ធផលនេះទៅដាក់នៅក្នុងរបាយការណ៍សមិទ្ធកម្មមួយទៀតភាពងាយស្រួលសម្រាប់លោកគ្រូអ្នកគ្រូត្រូវចង់ព្រីនគឺអ្នកគ្រូត្រូវទាញកន្លែងនេះតែបើសិនជាមិនចង់ទាញទេឥឡូវគឺខ្ញុំបង្ហាញពីរបៀបដែលឲ្យកូនចូលទៅប្រឡងលើប្រព័ន្ធលើថ្នាលបឋមនេះលើទូរស័ព្ទដៃអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុចលើសញ្ញាព្រួយនេះមកបាទសញ្ញាព្រួយនេះចុចលើកន្លែងនេះមកគេដាក់ថាផ្ញើតាម Telegram អញ្ចឹងគ្រប់ថ្នាក់របស់លោកគ្រូអ្នកគ្រូមួយអាចមានជា Telegram និងអាចជាឆាត Facebook អញ្ចឹងបើសិនជាឆាត Facebook យើងថតចម្លងតំណភ្ជាប់មកបាទរួចហើយយកទៅបិទភ្ជាប់ជាមួយនឹងឆាត Facebook ដែលជាឆាតក្រុមរបស់កូនសិស្សតែបើសិនបើយើងមានក្រុម Telegram យើងចុចតាមផ្ញើតាម Telegram មកអញ្ចឹងខ្ញុំនឹងចុចផ្ញើតាម Telegram ដើម្បីឲ្យទៅក្រុមថ្នាក់ទី3បាទអញ្ចឹងកន្លែងនេះគឺបើកលើ Telegram Desktop បាទនេះគឺសម្រាប់យើងដែលមាន Telegram ហើយបាទនេះចេញហើយបាទចេញហើយចេញខាងក្រោមអញ្ចឹងនៅក្នុងកន្លែងនេះគឺខ្ញុំត្រូវផ្ញើទៅកាន់ថ្នាក់ទី3បាទអញ្ចឹងរកថ្នាក់ទី3សិនបាទនេះថ្នាក់ទី3អញ្ចឹងខ្ញុំឃើញថ្នាក់ទី3ហើយគឺខ្ញុំផ្ញើចូលទៅក្នុងថ្នាក់ទី3បាទអញ្ចឹងពេលដែលឃើញថ្នាក់ទី3នេះហើយគឺខ្ញុំចូលផ្ញើទៅហើយចុចបញ្ជូនទៅបាទអញ្ចឹងនេះគឺជាតេស្តប្រចាំខែកក្កដាសម្រាប់ភាសាខ្មែរបន្តមកទៀតគឺចូលទៅរកមួយទៀតបាទចូលទៅ copy មួយទៀតទៅផ្ញើមួយទៀតយើងចូលមកត្រង់របាយការណ៍លើថ្នាលបឋមរបស់យើងដដែលតែយើងមកជ្រើសរើសលើគណិតវិទ្យាជ្រើសរើសលើគណិតវិទ្យាហើយយើងចុចលើសញ្ញានេះមកហើយផ្ញើតាម Telegram ដូចគ្នាបាទអញ្ចឹងយើងចូលទៅក្នុង Telegram ដូចគ្នាបាទជ្រើសរើសយក Telegram Desktop បាទអញ្ចឹងយើងជ្រើសរើសតាម Telegram Desktop នេះមកបាទអញ្ចឹងទៅកាន់ថ្នាក់ទី3មួយទៀតពេលដែលសិស្សគាត់ចុចចូលមកគឺមានន័យថាគាត់ចុចតាមដំណភ្ជាប់នេះមកគឺគាត់នឹងចូលមកដល់ត្រង់តេស្តនឹងតែម្ដងបាទនេះបើសិនជាសិស្សនឹងគាត់ចូលគណនីគាត់រួចរាល់ហើយបាទអញ្ចឹងវាជាភាពងាយស្រួលមួយដែលសម្រាប់ជួយឲ្យសិស្សដែលគាត់ធ្វើការប្រឡងបានងាយស្រួលបាទអញ្ចឹងយើងមកមើលគន្លឹះមួយទៀតលោកគ្រូអ្នកគ្រូសម្រាប់សិស្សមួយចំនួនតូចដែលគាត់ពិបាកនៅក្នុងការប្រឡងតាមទូរស័ព្ទដៃបើសិនបើយើងអត់មានលទ្ធភាពពិតជាអត់មានលទ្ធភាពមែនយើងមានជំរើសមួយទៀតនៅក្នុងការទាញយកវិញ្ញាសានឹងចេញដើម្បីលោកគ្រូអ្នកគ្រូធ្វើជាធ្វើយកទៅ copy បាទយកទៅថតចម្លងឲ្យគាត់ប្រឡងអញ្ចឹងខ្ញុំបង្ហាញអំពីរបៀបទាញវិញ្ញាសានឹងអញ្ចឹងយើងចូលមកសញ្ញាព្រួយ download នេះមកបាទអញ្ចឹងនេះ download ជាឯកសារ PDF បាទរងចាំបន្តិចបាទអញ្ចឹងពេលដែលយើង download មកយើងដាក់នៅក្នុងកន្លែង document យើងមកដាក់នៅក្នុងកន្លែង document យើងបាទយើងអាចបាទខ្ញុំដាក់នៅក្នុងឯកសារតែម្ដងដើម្បីមានភាពងាយស្រួលបាទជ្រើសរើសយក folder មួយសិន
បាទដើម្បីយើងចូលទៅក្នុងកន្លែងនឹងតែម្ដងបាទ PLP 2026អានឹងថ្នាក់ទី3អញ្ចឹងខ្ញុំទុកវិញ្ញាសានឹងនៅទីនឹងតែម្ដងបាទអញ្ចឹងវិញ្ញាសានឹងគឺពេញហើយអញ្ចឹងបើកវិញ្ញាសានឹងមើលតែម្ដងបាទរងចាំបន្តិចនេះអញ្ចឹងនៅក្នុងវិញ្ញាសារបស់យើងគេបង្ហាញប្រាប់តែម្ដងប្រឡងបាទกระดาษវិញ្ញាសាប្រឡងប្រចាំខែកក្កដាកិច្ចព្រមព្រៀងសមិទ្ធកម្មប្រភេទ quiz បាទអញ្ចឹងកន្លែងនេះគឺរយៈពេល45នាទីបន្ទុកដែលជាប់បានគឺធ្វើចាប់ពី 50% ទៅជាប់ហើយបាទអញ្ចឹងសំណួរទាំងអស់មានសរុប50សំណួរនេះគឺជាกระดาษនៃវិញ្ញាសាប្រឡងមានបំពេញក្បាលវិញ្ញាសាអីដូចប្រឡងថ្នាក់ជាតិទូទៅអញ្ចឹងហើយយើងមើលពីកិច្ចការសន្លឹកកិច្ចការនេះមកបាទសុទ្ធតែជាសន្លឹកកិច្ចការមួយយើងអាចសរសេរក៏បានគ្រាន់តែជ្រើសរើសណាជាប្រភេទ quiz ដែលជ្រើសរើសនឹងបាទនេះបាទប៉ុន្តែគ្រាន់តែថាការ print ចេញគឺវាត្រូវការសន្លឹកណាច្រើនសន្លឹកហើយត្រូវការ color ទៀតយើង print color ដើម្បីឲ្យសិស្សប្រឡងបាទព្រោះរាល់រូបភាពទាំងអស់គឺទាល់តែមាន color ទើបបានសិស្សនឹងមើលទៅដឹងថាតើជារូបភាពអ្វីនិយាយអ្វីខ្លះបាទហ្នឹងគឺខ្ញុំបង្ហាញជូនប៉ុណ្ណឹងច្រើនដែរគួរសមដែរមានទាំងអស់18ទំព័របាទណាភាសាខ្មែរទេប៉ុន្តែមាន18ទំព័រឯណោះបាទមិនតិចទេបាទមិនតិចទេណាបាទអញ្ចឹងវាមានទាំងអស់30សំណួរហើយមាន18ទំព័រនឹងឯងនេះគឺជាលក្ខខណ្ឌមួយដែលយើងអាចថាបើសិស្សអត់មានលទ្ធភាពអាចមានទូរស័ព្ទជាមួយប្រឡងទេ print ដាក់ឲ្យគាត់ធ្វើតែម្ដងបាទ print ដាក់ឲ្យគាត់ប្រឡងដោយឡែកតែម្ដងបាទអញ្ចឹងសម្រាប់វីដេអូបង្ហាញពីរបៀបដែលប្រឡងតេស្តថ្នាក់ទី3សមិទ្ធកម្មនេះគឺខ្ញុំបង្ហាញជូនប៉ុណ្ណឹងបាទហើយចំពោះមួយទៀតលក្ខខណ្ឌមួយទៀតចុងក្រោយមុននឹងបង្ហើយវីដេអូនេះគឺខ្ញុំបង្ហាញពីការមើលរបាយការណ៍អញ្ចឹងការមើលរបាយការណ៍យើងមើលនៅទីនេះតែប្រហែលជាខែកក្កដាហ្នឹងគឺយើងអត់ទាន់មើលចេញទេប៉ុន្តែអ្វីដែលយើងមើលនេះរបាយការណ៍នេះរបាយការណ៍ប្រឡងថ្នាក់រៀនអញ្ចឹងយើងចុចមើលមកបាទអញ្ចឹងសម្រាប់ខែកក្កដានេះតែម្ដងតេស្តនេះយើងអត់ទាន់បានធ្វើទេសិស្សអត់ទាន់បានធ្វើទេបាទអញ្ចឹងប្រសិនបើសិស្សបានធ្វើគាត់ចេញមកទីនេះទាំងអស់ពិន្ទុលទ្ធផលនីតិអីគឺមានស្រេចដែលយើងអាចយកទៅដាក់នៅក្នុងរបាយការណ៍សមិទ្ធកម្មបានបាទអញ្ចឹងអានេះដោយសារតែសិស្សអត់ទាន់ប្រឡងអញ្ចឹងយើងអត់ទាន់មានរបាយការណ៍ទេបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងលោកគ្រូអ្នកគ្រូបើឆ្ងល់អាច comment សួរនៅខាងក្រោមវីដេអូនេះហើយដើម្បីច្បាស់ហើយមានភាពងាយស្រួលនៅក្នុងការនាំសិស្សប្រឡងហើយនៅក្នុងការអនុវត្តប្រឡងតាមប្រព័ន្ធតាមថ្នាលបឋម PLP នេះបាទអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀតបាទ